แบบนี้យើងត្រូវយកឃ្មុំដើរឆ្ងាយមកទៅដើរទៅលើដីតាមខ្ញុំមើលទៅដី3 4 5គីឡូទាំងទៅទាំងមកនឹងប្រហែលទេដើរទាំងមួយថ្ងៃទល់ល្ងាចនៅម៉ាឡេសើទេបងប្អូនអ្នករោវរោព្រៃរោផ្ដៅរោឃ្មុំគឺដើរបែបហ្នឹងហូបបែបហ្នឹងស្លោបែបហ្នឹងស្នាក់នៅបែបហ្នឹងព្រលឹមឡើងស្លោហើយចេញទៅរោរៀងខ្លួនរយៈពេល1ឆ្នាំពេញដែលខ្ញុំអត់បានវិលត្រឡប់មកកន្លែងចាស់របស់ខ្ញុំហើយថ្ងៃនេះខ្ញុំមកត្រឡប់មកកន្លែងដដែលរបស់ខ្ញុំវិញធ្លាប់មកពីមុនគាត់តែផ្លាស់ប្ដូរកន្លែងគេងផ្លាស់ប្ដូរកន្លែងរោមហូបផ្លាស់ប្ដូរកន្លែងរោឃ្មុំដោយសារតែឆ្នាំនេះឃ្មុំមានការផ្លាស់ប្ដូរជាខ្លាំងខ្ញុំសង្កេតមើលបងប្អូនដោយសារតែវាផ្លាស់ទីទាំងអស់តម្រងយើងទៅហៅកន្លែងវាសាមីកន្លែងវាធ្លាប់នៅគឺវាអត់ត្រឡប់មកវិញទេហើយយើងត្រូវរុករោវាសាថ្មីយើងត្រូវស្វែងរកកន្លែងវាថ្មីដើម្បីទុកយកដល់ខែមុខទៀតយើងថាយើងរកដើម្បីចំណាំប្រកម្មទុកបងប្អូនដើម្បីយើងស្រួលមកយកក្នុងខែ5ខែ6បញ្ជាក់ស្ដែងទៅខែនេះវាមានទឹកបដាគ្រាន់តែយើងត្រូវដើរហូរវាហើយយើងទៅលួអនាគតទៅវាអាចចេះយកជំនាញនេះចិញ្ចឹមជីវិតវាអស់រៀងរហូតតរៀងទៅអើយនិយាយលេងទៅបងប្អូននិយាយរួមទៅអាជីពមួយនេះវាមិនថិតថេរទេនិយាយយ៉ាងទៅមានការរៀនសូត្រក៏ប្រឹងរៀនទៅយីអូន2នាក់ជិះម៉ូតូសាហាវហ្នឹងបងប្អូនអើយអានេះខ្ញុំមិនហ៊ានជិះទេកាលមុនទៅជិះប្រុយមកហើយពួកគាត់សោះអ្នកដងជួរទេហើយខ្ញុំធ្លាប់មកស្នាក់នៅតាមនេះចេះខ្ញុំមកលេងទៅមកត្រឡប់មកលេងពួកគាត់ហើយអូននេះគាត់ថាគាត់អ្នកនៅសំអោងជាំស្វាយឆ្ងាយបងប្អូនហើយគាត់សម្រាប់ពីការងារគាត់ទៅជួយដងជួរពុកម្ដាយហើយខ្ញុំឆ្លៀតទនេខ្ញុំទៅដើរមករោប្រកម្មខ្មុំខ្ញុំសិនដោយសារទុកនឹងអាធីនឹងកុយដើម្បីវាធ្វើកន្លែងបោះតង់ទៅពីអ្នកហ្នឹងសម្រាប់ខ្ញុំហៅមើលកន្លែងទីតាំងសម្រាប់យកខ្មុំគាត់ថាតម្រុយឃើញបានច្រើនដែរខ្មុំគ្រាន់តែឆ្នាំទៅវានៅផ្ដុំឆ្នាំនេះវានៅរាយតែបើយើងរោចេះយើងអត់ចេះតាមតម្រុយទេដើររោ80ថ្ងៃមក20ខែទៀតក៏ឃើញដែរបងប្អូនហើយយើងត្រូវដឹងតម្រុយវាយើងត្រូវដឹងមើលទិសដៅវាយល់យើងត្រូវដឹងក្បួននៃការរោខ្មុំនឹងយើងចេះតាមមេយើងចេះដឹងហើយត្រូវមើលប្រកម្មមើលប្រកងវាថាវាបែរទៅទិសណាវានៅទិសណាហើយជែកញញឆៃគាត់ឲ្យមកបាទសូមយកមកហូបថាហេវដែរថាពីព្រឹកមកបានបាយទេបងប្អូនបានតែនំបញ្ចុកតាមផ្លូវហើយវ៉ាន់អ្នកយកខ្មុំបងប្អូនឃើញច្រើនពីកំពង់សោះតែរឿងសុវត្ថិភាពផ្ទាល់ខ្លួននេះមានអាវដេមានស្រោមដៃស្រោមជើងរបស់ទាំងនេះបាទសុវត្ថិភាពនឹងការយកត្រូវចេះដេអាវយើងត្រូវចេះថារបៀបយកដែលមានសុវត្ថិភាពយើងអត់ពឹងលើបល័យបកគូដូចចាស់ជំនាន់មុននឹងគាត់ចេះយើងជំនាន់នេះវាអស់ហើយអត់មានទេចឹងជំនាន់នេះអ្វីដែលអាចកែច្នៃបានគឺយើងដេអាវដេអីទៅវាសុវត្ថិភាពផ្ទាល់ខ្លួនហ្មងហើយឌីបងថែលគាត់បង្រៀនគាត់បង្ហាត់គាត់ប្រាប់ខ្ញុំដែរថាការយកគឺសុវត្ថិភាពជាចម្បងហើយគ្រូខ្ញុំគឺថែលតែមិនមែនគ្រូបើកឡានទេបាទគ្រូយកខ្មុំឃើញបងប្អូនច្រើនយល់ច្រឡំថាខ្ញុំរៀនបើកឡានពីថែលតែពិតខ្ញុំចង់គាត់ចេះតែនិយាយឲ្យតែបានសាច់រឿងទេបាទតែពិតទៅខ្ញុំមានក្បួនការបើកបរច្បាស់លាស់យើងចេះមានក្រមសីលធម៌គោរពនឹងការបើកបរហើយនេះដាក់កាហ្វេបងប្អូនរៀបចំដាក់កាហ្វេមួយមុននឹងរៀបចំទៅរោមហូបដោយសារនិយាយស្មោះត្រង់ទៅគឺមកនេះគាត់យកអីមកទេរំពឹងខ្មុំមកចែកដល់រោឃើញខ្មុំតែអត់ឡើងយកអត់តាន់ងាកនេះហើយបងប្អូនគាត់ទៅសួរមានតែខ្មុំនៅមានបដាហើយតែមិនតាន់ច្រើនទេតិចតួចអាចមកប្រើប្រាស់បានសម្រាប់ខ្មុំនៅព្រៃឡង់សង្កេតរាល់ឆ្នាំគឺវាពេញមានច្រើនក្នុងខែ5ទៅខែ6ម្ដុំខែ4ខែ5ខែ6ម្ដុំនឹងឯងហើយបងប្អូនឃើញកាហ្វេពេលល្ងាចកដាព្រៃឈៀលហៅថា relax ទៅហាដាក់កាហ្វេស្ដាប់សំឡេងទឹកហូរ sound ធម្មជាតិអមជាមួយតន្ត្រីសត្វយំហើយ free នេះ free sound អត់អស់លុយហើយម្ដងเพจខ្ញុំមួយទៀតខ្ញុំអាចដាក់ភ្លេងបានតែเพจដាក់កើតទេតែដាក់ជាប់ខូចเพจស្មើនឹងអត់មានចំណូលស្មើនឹងបានឈប់ថតស្មើនឹងអត់ការងារធ្វើអំបិលភើងបាទហើយដាក់កាហ្វេមកឈ្ងុយបងប្អូនហើយយកអាកុយវិសាតិចទៀតអាកុយវាជឿថាខ្ញុំឆុងកាហ្វេហូបកើតនិយាយរួមទៅអាកុយមនុស្សវារឹងអញ្ចឹងតើតាល្អវិសាហើយធ្វើទៅចេះខំនេះចេះផឹកទេតិចបានអស់បាញ់គឺមិនទេផឹកណាស់អត់ចាញ់អត់មានផ្អែមផងវិញហ្នឹងផ្អែមពីវុធីនៅកុយដោះមងដើម្បីដាក់ត្រីបងប្អូនតែត្រីក៏ត្រូវដាក់ដូចវាអត់មានត្រីយ៉ាងម៉េចដោយសារយើងមងលេងកាឡាទួយកំណឹងកាឡាមិនត្រូវវាណាហើយពេលយកក៏ចូលមកដល់ក៏បាយតែក៏មិនទាន់បានដែរដោយសារតែយើងត្រូវទៅរោមហូបសិនតែប្រកាត់ភ្លើងកាត់អីទុកដាំបាយទុកមួខ្លាចមកវាឆ្លោះវិញឃ្លានកម្រងធំរបស់ខ្ញុំចង់រោពោះដើម្បីមកស្ងោមជូរហើយខ្ញុំនឹងលុបបំបត្តិពាក្យថាស្ងោជ្រក់ចេញក្នុងវីដេអូខ្ញុំចាប់ពីនេះតរៀងទៅអើយបងប្អូននៅឡើយឃើញវត្តមានស្ងោជ្រក់នៅលើវីដេអូខ្ញុំហើយខ្ញុំលុបបំបត្តិចោលតែម្ដងហើយយើងចេញទៅរោកែបរោគក់
រោសัตว์នេះសัตว์នោះដែលអាចហូបបានយកមកហូបហ្នឹងទៅតែសង្កេតឃើញថាសัตว์សម្បូរជាងគេគឺត្រង់ខ្ញុំអត់ចេះហូបទេនិយាយស្មោះត្រង់តាំងពីនៅក្មេងម្ល៉េះសាច់វាធ្លាប់ហូបម្ដងពីក្មេងល្អិលក៏ឲ្យញើដល់ឥឡូវអត់ហូបអត់ចូលចិត្តអញ្ចឹងខ្ញុំអត់ចាប់ទេដោយសារសัตว์ហ្នឹងខ្ញុំអត់ហូបនិយាយស្មោះត្រង់ទៅគឺសัตว์ខ្ញុំអត់ហូបគឺខ្ញុំអត់ចាប់ខ្ញុំអត់វាបៀនវាអញ្ចឹងសัตว์ដូចជាកែបដូចជាត្រីអាហ្នឹងខ្ញុំហូបអាហ្នឹងខ្ញុំចាប់វាពុះអីហ្នឹងខ្ញុំមុំថាពុះមិនត្រូវគេអភិរក្សដូចជាពុះព្រៃពុះអីអាហ្នឹងចាប់ពុះផលិតពុះអីហ្នឹងទៅហើយដើមឈើនេះសូត្រតង្កែបើនៅតាមរុនទៅចាប់អត់បានទេវាចេះដែរបើវាអត់ល្ងងហ្មងគ្រាន់ឃើញយើងវារលចូលទៅក្នុងបាត់ត្រីក៏សម្បូរដែរតាមតែទូចត្រីក៏ចុះថ្មហ្មងបើយើងមានកន្លែងរៀងញឹកយកមកដាក់អាហ្នឹងអូដាក់បានហើយត្រង់សម្បូរដេកងាកតាណាក៏ឃើញត្រង់ដែរដើរមកប្រើចង់10ត្រង់ឃើញខ្មុំនេះតិចត្រង់វាអត់ឈឺវាដេកធ្វើមិនដឹងត្រង់ទៅពិតវាចេះធ្វើពុតហ្មងវាចេះធ្វើងាប់មិនមែនជាសត្វមួយដែលល្ងងខ្លាំងឆ្លាតមែនទេបើយើងប៉ះវាធ្វើងាប់កន្លែងកែបបងប្អូនអើយស្ទឹងរៃនេះសបងកែបអត់សូវផ្អើលទេដោយសារតែកែបនៅនេះដូចជាវាអត់ឲ្យសូវឃើញមនុស្សអត់ឃើញមកអញ្ចឹងវាឃើញយើងវាធម្មតាចាប់បានមែនតែចាប់បានយើងដើរជាតិវាក៏ទ្រប់ស្រួលអូកែបតាមស្រែដេកចាំគ្រាន់តែឃើញភ្លើងយើងនឹងមិននឹងរត់ទៅដល់ណាបាត់ហើយទេតែកែបព្រៃនេះអត់ទេបងប្អូនខែដើមឆ្នាំនេះក៏ស្រួលចាប់ដែរគឺងាយបំផុតហ្មងវាសាំងស្រួលអូយថាចាប់កែបខែដើមឆ្នាំព្រៃឡង់មានពេលមករែកធ្ងន់ដាបហ្នឹងហើយ2នាក់ទៀតនឹងទៅឆ្លងដល់ណាទេខ្ញុំឃ្លានបាយណាដើរដល់មកត10 2 10យកទៅហៅបាយយកមកឡើងដេកដោយសារតែដើរឆ្ងាយទៅគ្មានឃើញបានពុះបានអីបងហៅកន្លែងដេកពួនហើយមុនគេហើយអ្នកមកក្រោយដេកក្រោយទៅនិយាយរួមទៅចូលព្រៃបានតង់ម្ដេះលែងមានមូសណាមកខំជាឆ្ងាយពីជំងឺគ្រុនចាញ់ពាក់អាវវែងក៏ព្យាយាមបង្ការការពារនេះគឺជាកៅអីយ៉ាងធាបងប្អូនហើយប្រអប់ធំរបស់កៅអីយ៉ាងធានេះគឺមានតម្លៃតែ$15តែប៉ុណ្ណោះហើយក្នុងប្រអប់គឺមាន4កញ្ចប់ក្នុងមួយកញ្ចប់គឺមាន20សន្លឹកសម្រាប់បងប្អូនបិទឬប្រើប្រាស់បានហើយសម្រាប់ប្រអប់តូចនោះគឺមានតម្លៃតែ$9តែប៉ុណ្ណោះហើយមាន2កញ្ចប់ហើយមួយកញ្ចប់គឺមាន20សន្លឹកដូចគ្នាកៅអីយ៉ាងធាដាក់នៅផាម៉ាស៊ីមាន16កញ្ចប់មួយកញ្ចប់មាន5សន្លឹក$3000រៀលអត្ថប្រយោជន៍របស់កៅអីយ៉ាងគឺជួយព្យាបាលដូចជាឈឺធ្មេញឈឺចង្កេះឈឺស្មាឈឺឆ្អឹងខ្នងឈឺសន្លាក់ផ្សេងចុករយរាងកាយផ្លោះក្រិចគ្រប់បែបយ៉ាងហើមដៃហើមជើងហើមគ្រប់ប្រភេទក្តៅបាតដៃត្រជាក់បាតជើងក្រហាយបាតជើងជាប់ចង្កេះជាប់ស្មាជាប់ឆ្អឹងកឈឺចាប់តាមសាច់ដុំស្ពឹកដៃស្ពឹកជើងរមូលក្រពើក្តាមគៀបដៃគៀបជើងស្ត្រីដែលទើបតែសម្រាលកូនរួចអាចទិញបិទបានសម្រួលសរសៃជួយសម្រួលដល់សរសៃឈាមដើរបានស្រួលថែមទៀតហើយនេះពេលព្រឹកនិយាយថាធម្មជាតិ enjoy life with me ហ្មងស្អាតសាហាវវាប្រេះនិយាយរួមវាស្រស់ស្រាយខ្លាំងហើយអាធីណាក៏វាដេកមើលផ្កាយវាអត់ដេកក្នុងតង់ទេបើដេកថាដេកអត់សម្រាប់ធ្នាប់ដេកនេះដេកអញ្ចឹងទៅមើលផ្កាយមើលមេឃវាណាវាจะមើលទៅឈឺមិនដឹងខ្លួនហើយបងប្អូនឃើញនេះអូស្អាតឡើងណាស់បងប្អូនអើយទេសភាពបើតែមើលឃើញផ្ទាល់ស្អាតជាងអាថតនឹងមួយដងពីរដង3ដង5ដងទៀតហើយខ្ញុំដើរមកសុំទំងអ្នកនៅដងជួឆ្ងាយដែរដើរ1គីឡូដីជាងរុកព្រៃរោនេះរោនោះផងក៏ដើរដល់រោងគាត់សុំទំងដើររកបែរបានបងប្អូនយកទំងទៅស្លោមជូកែបខ្ញុំលុបបំបត្តិពាក្យថាស្ងោជ្រក់ហើយឈប់ហៅថា BA ស្ងោជ្រក់ចាប់ពីពេលនេះតទៅហើយម្ដងនេះក៏យើងស្លោមជូរតែដាក់គល់ក្រៃទៅដែរព្រោះតែយើងរបស់ខ្លះយើងអាចលុបបំបត្តិភ្លាមបានទេយើងត្រូវតែមានគល់ក្រៃដាក់ជានោះប្រហុកដោយសារយើងមានប្រហុកបងប្អូនភ្លេចគិតតែយើងស្ងោភ្លេចគិតតែយើងស្លោមជូរវាមានប្រហុកអញ្ចឹងយើងប្រើលឹកត្មុងជំនួសលឹកអំពិលអូយឆ្ងាញ់បងប្អូនហើយរសជាតិដិតជាប់ចងចាំជានិច្ចឆ្ងាញ់ខ្លាំងមែនតើហើយនិយាយមែនតែលឹកត្មុងនេះគឺធ្វើត្រូវសាច់គោសាច់ជ្រូកសាច់អីហ្នឹងគឺថាពូជក្រាន់ញ៉ៃការចរញរស័តហ្នឹងត្រូវអាសัตว์អាលឹកត្មុងមកប្រភេទនេះសឹងតែគ្រប់ទម្រង់នៃការស្លោបែបមានម្ជូរមានអីដាក់វានេះគឺត្រូវហើយនៅមានស្លឹកមួយទៀតដែលឆ្ងាញ់មួយដែរគឺស្លឹកកែបការដែលខ្ញុំទៅក្នុងព្រះដែលខ្ញុំបេះយកទៅស្លោស្លឹកហ្នឹងក៏ឆ្ងាញ់ដែរហើយនៅមានស្លឹកមួយទៀតហៅស្លឹកម្ជូរល្មមអីហ្នឹងដែលនៅក្នុងព្រះហ្នឹងក៏ឆ្ងាញ់ដែរឲ្យតែយើងស្គាល់ប្រភេទឈើស្លឹកព្រៃដែលអាចហូបបានហើយបងប្អូនឃើញហើយនេះយើងត្រូវលេងវាសិនមុននឹងយើងយកទៅស្លោម្ជូរកុំឲ្យកែបនឹងវាឆ្អាបអញ្ចឹងក្បួនក្បាច់នៃការធ្វើហ្នឹងគឺវាសាមញ្ញវាងាយមិនពិបាកយល់អីណាទេហើយដើម្បីយកកម្លាំងមានទឹកហត់បែបនេះយើងត្រូវយកឃ្មុំដើរឆ្ងាយបងប្អូនទៅដើរទៅលើដីតាមខ្ញុំមើលទៅដី3 4 5គីឡូទាំងទៅទាំងមកនឹងប្រហែលទេដើរទាំងមួយថ្ងៃទល់ល្ងាចនៅមលេសើទេបងប្អូនអ្នករោវរោព្រៃរោផ្ដៅរោឃ្មុំគឺដើរបែបហ្នឹងហូបបែបហ្នឹងស្លោបែបហ្នឹងស្នាក់នៅបែបហ្នឹង
ព្រមឡើងស្លោឲ្យចេញទៅររៀងខ្លួនអ្នករអីក៏រនឹងទៅអ្នកដងជោទៅនេះហើយជាការងារដែលអ្នកនៅតំបន់ភ្នំគាត់ធ្វើបងប្អូនយើងការដើរការអីគឺមិនខ្លាចនឿយហត់ទេតែជាការងាររបស់យើងនេះត្រូវធ្វើវាបែបហ្នឹងទៅយើងទទួលបានបទពិសោធន៍ថ្មីនឹងចំណូលដែលបានមកពុកគ្រួសារចឹងដូចនិយាយជីវិតយើងស្មើនឹងការរវល់ដែលយើងឈប់រវល់ស្មើនឹងអត់មានអីធ្វើអញ្ចឹងស្មើនឹងបរាជ័យហូបបាយឆ្អែតយើងក៏ចេញដំណើរទៅទៀតបរាជ័យនេះគឺដោយសារតែយើងអត់មានអីធ្វើអត់ការងារអត់បាយហូបអញ្ចឹងយើងត្រូវតែមានការងាររស់នៅលើផែនដីនេះអត់ការងារចប់បងប្អូនហើយនិយាយមែនការងារអីក្រៅអត់សូវចរិតទីត្រង់យើងត្រូវតែធ្វើវាដូចយកឃុំមកដៅវត្តអញ្ចឹងខ្ញុំក្មេងខ្ញុំសតការងារខ្ញុំនេះហើយដើរមកទៅឆ្លងស្ទឹងលើនេះដើរមកពីក្រោមប្រហែលគីឡូទៅដល់លើទៅឆ្លងស្ទឹងលើទៀតដើម្បីយើងអាចបន្តទៅកន្លែងមួយទៀតហើយអកុយវាដើរងើយចុះងើយឡើងខ្ញុំឃើញឃុំមកសម្បុកកន្លែងនេះហើយត្រូវត្រឡប់ទៅយកនៅក្រោមទៀតតែយើងត្រូវយកមកសម្បុកនេះមុនតែវាមើលថាវាមានទឹកអាចបានធ្វើប្រមាណយើងដឹងថាក្រោមវាមានប្រមាណអញ្ចឹងឃុំតែវាមានទឹកមួយហើយអាពីរក៏វាមានដែរខ្ញុំត្រូវធ្វើគប់អកុយវាអ្នកឡើងបងប្អូនដោយសារតែខ្ញុំមិនមែនអ្នកជំនាញទេខ្ញុំសើថែនិយាយទៀតអញ្ចឹងគ្រូរបស់ខ្ញុំរយៈនេះគឺគាត់ជាប់ពលភារកិច្ចឪពុកគាត់ឈឺបងប្អូនហើយគាត់ត្រូវនៅមើលថែឪពុកគាត់នៅមើលចការមើលអីគាត់បានដើរទៀតទេហើយជាត្រូវត្រឡប់មកវិញហើយទៅលេងគាត់បានមួយជើងដែរបងប្អូននឹកគាត់ខ្លាំងដែរដោយសារលេងបានជួបគាត់យូរហើយយើងត្រូវបង្កើតភ្លើងបែបនេះដើម្បីយើងដុតគប់បងប្អូនកាលណាយើងប្រើដេកេះឲ្យបែកក្បាលដេកេះយើងដុតភ្លើងតិចមកហើយដុតភ្លើងហ្នឹងត្រូវបោឲ្យស្អាតជុំវិញនឹងផងកុំឲ្យភ្លើងឆេះព្រៃកាលណាយើងយកឃុំមកយើងអត់បោះឲ្យស្អាតទេភ្លើងនឹងឆេះព្រៃហើយវាបង្កគ្រោះថ្នាក់ដល់អីផ្សេងទៀតដូចឃើញហ្នឹងបោះជុំវិញឲ្យអស់មកហើយចាំយើងបង្កាត់ភ្លើងអាហ្នឹងវាអត់រៀលទេបងប្អូនយើងអ្វីដែលយើងអាចធ្វើបានហើយគប់យើងត្រូវប្រយ័ត្នទៀតពេលដុតហើយយើងត្រូវតែយកវិញយើងត្រូវប្រឡុតឬយើងត្រូវកាន់ជាប់ជាមួយយើងទៅយើងត្រូវទុកកន្លែងស្លាស់កុំឲ្យវាឆេះព្រៃតែព្រៃចាស់បែបនេះគឺវាអត់ឆេះទេតែសម្រាប់ព្រៃបោះគឺឆេះបងប្អូនគ្រោះថ្នាក់មែនតើដល់សត្វជីវៈចម្រុះផ្សេងនៅតំបន់ហ្នឹងវាឆេះបង្កគ្រោះថ្នាក់ខ្លាំងណាស់ឆេះច្បោះជ័រឆេះអីគេប្តឹងគ្មានលុយសងគេឡើយបាទមិនលេងសើចទេអាចច្បោះជ័រនេះគេប្តឹងបងប្អូនមិនលេងសើចទេណាហើយអកុយយកឃុំបានមិនវាដាក់ចុះមកទៅសាច់បងប្អូនឲ្យស្ដាយនៅជ្រៅពេកបងប្អូនជាច្រើនសួរថាបងយកសាច់ផ្ញើបងប្អូនឆ្ងាយបងប្អូនអើយនិយាយរាប់សិបគីឡូបាទសាច់រំដល់ក្រៅនឹងខូចតិចទីសោយអស់គ្មានសល់ទេហើយខ្ញុំអង្គុយហូបសាច់អាខ្ចីជាមួយទឹកឃុំនិយាយថាខានយូរដាក់ទៅរសជាតិផ្អែមមាត់ផ្អែមបងប្អូនហើយទឹកឃុំនេះបានប្រហែលជាជិត1លីត្រដែរអញ្ចឹងឃុំទូចប៉ុណ្ណឹងជិត1លីត្រយើងអាចដឹងថាឃុំធំនឹងមានទឹកច្រើនហើយតំបន់នេះបន្ទាប់ពីខ្ញុំយកឃុំនេះខ្ញុំសម្រាប់នៅទូខ្ញុំដើរហូនៅតាមនៅថ្ងៃ2ទៀតតែថាកម្រោងខ្ញុំបន្ទាប់ខ្ញុំត្រូវចេញទៅកវាខ្ញុំទៅយកឃុំដែលខ្ញុំបរាជ័យ2ជើងមុនខ្ញុំទៅសងសឹកវាទៀតអញ្ចឹងសង្ឃឹមថាជើងនេះយើងអត់ខាតទៅហុយដូចមុនបងប្អូនមុនអត់ទៅហុយច្រើនណាស់ហើយទឹកឃុំបងប្អូនអើយអាខែនេះផ្អែមឆ្ងាញ់រសជាតិផ្កាព្រៃចំមកហើយនិយាយមែនណាហើយមិននិយាយទៅរសជាតិនោះដល់កុយក៏ផឹកទឹកអូបាទហើយយើងនឹងជួបគ្នាវីដេអូក្រោយបងប្អូនបាយមានតែប៉ុណ្្នឹងទេសុខភាពល្អសំណាងល្អរស់ស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារទៅណាមកណាសុខភាពល្អនិងសំណាងល្អ